ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងបងទាំងអស់គ្នាថ្ងៃនេះមកស្ងោរទៅយើងជ័យជាមួយនឹងជើងជ្រូកជាមុខម្ហូបរបស់ខ្មែរយើងបងយើងញ៉ាំអីនិយាយទៅមុខម្ហូបនេះយើងញ៉ាំបើសម្រាប់ខ្ញុំញ៉ាំស្លហឹងច្រើនជាងបាយវាឆ្ងាញ់មួយយ៉ាងដែរបងហើយគ្រាន់ថាខ្ញុំសម្រាប់ខ្ញុំអត់សូវធ្វើជាញឹកញាប់ដែរយូរម្ដងហើយគ្រាន់ថាវានឹកឃើញអញ្ចឹងទៅក៏ចង់ស្លទៅស្លញ៉ាំហ្មងទៅក៏ឆ្លៀតថតវីដេអូបង្ហាញបងប្អូនទាំងអស់គ្នាកុំឲ្យពិបាកហៅនឹកមិននុយថ្ងៃដូចខ្ញុំអញ្ចឹងណាតោះកុំឲ្យខាត់ពេកយើងមកមើលគ្រឿងផ្សំទាំងអស់គ្នាបងប្អូនមានជើងជ្រូកចំនួន1ចាហៀងមានក្រូចឆ្មាជីស្ងោរបងហើយសម្រាប់គ្រឿងយើងដាក់ជាមួយនឹងស្ងោរសាច់ហ្នឹងមានមើមខ្ទឹមមានម្ដេងស្លឹកក្រូចសើចគល់លខីបងហើយមានម្ទេសផងដែរហើយស្យងចេកគឺនាងខ្ញុំប្រើចំនួន1បងហើយសម្រាប់ស្យងចេកហ្នឹងគឺនាងខ្ញុំបានកាត់វាត្រាំជាមួយនឹងក្រូចឆ្មាមកផ្លាយហើយដើម្បីកុំឲ្យវាចេញពណ៌ខ្មៅគ្រាន់តែក្នុងហ្នឹងខ្ញុំអត់បានបង្ហាញបងទេខ្ញុំកាត់អញ្ចឹងទៅស្រួលបងងាយយល់អញ្ចឹងណាឃើញតែប៉ុណ្្នឹងកុំឲ្យវាវីដេអូវាកាន់តែវែងបងធ្វើស្រាប់យ៉ាងហើយបងប្អូនមើលទៅងាយស្រួលក្នុងការមើលធ្វើតាមផ្លែតបានញ៉ាំហ្មងចាំបងសម្រាប់នាងខ្ញុំមុននឹងនាងខ្ញុំស្ងោរគឺនាងខ្ញុំត្រូវដាំទឹកស្រស់ជើងជ្រូកនឹងចោលមួយតង់សិនបងដើម្បីឲ្យវាចេញកតិកទីហើយនឹងក្លិនផ្សាជើងជ្រូកឬក៏ឆ្អាបចេះតិចចឹងណាបងយើងដាក់អំបិលមកចាប់មកហើយយើងស្ងោរវាឲ្យមិនចាំវាមិនឆ្អិនទេបងគ្រាន់តែថាយើងដាក់ឲ្យវាមកចេញជាតិមកល្មមមកយើងកូរយើងលើកវាចេញបានហើយឥឡូវកុំឲ្យខាត់ពេកច្រានខ្ញុំមាន2ខ្ញុំមកចេះហៀងទៀតខ្ញុំដាំទឹកឲ្យពុះហើយបងហើយតោះមកខ្ញុំដាក់គ្រឿងមុននឹងចូលមានម្ដេងគល់លខីស្លឹកក្រូចសើចអីចឹងគល់ខ្ទឹមអីចឹងទៅបងតោះមកយើងដាក់គ្រឿងចូលហើយមានប៊ីចេងទឹកត្រីស្ករសគ្រឿងក្នុងផ្ទះបាយមានអីបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងណាបងឥឡូវមើលជើងជ្រូកយើងសោះនេះវិញគឺយើងសោះបានមកចេញក្លិនហើយអញ្ចឹងយើងមកចាក់ទឹកវាចេញហើយនឹងលាងម្ដងទៀតបងប្អូនលាងម្ដង2ដងទៅឲ្យវាជ្រះក្លិនហ្នឹងអញ្ចឹងណាបងអានេះត្រឡប់ពេលនេះខ្ញុំតែងតែធ្វើបងព្រោះបើអត់ធ្វើអញ្ចឹងដាក់ទៅទាំងដុំហ្មងគឺវាមានធំក្លិនហើយវាអត់សូវឆ្ងាញ់អញ្ចឹងណាបងហើយយើងសោះអញ្ចឹងក៏វាអត់មានតអស់ជាតិអីណាដែរយើងដាក់តាមមួយផ្លែតដែរបន្ទាប់ពីលាងហើយខ្ញុំយកមកដាក់ជាមួយនឹងទឹកស្ងោរដែលខ្ញុំបានដាក់គ្រឿងមុនហ្នឹងបងយើងមកងាស់វាចោលមកសន្ទុះទៅមើលមកផុយល្មមតាមជើងជ្រូកខ្ចីឬក៏ចាស់អញ្ចឹងណាមកផុយបានហើយបងយើងអាចដាក់បន្លែដាក់អីចូលបានហើយហ្នឹងយើងញ៉ាំមកមានជាមួយត្រីចៀនមួយអីដូចនេះខ្ញុំនិយាយបន្ទាប់ជាមួយក៏ឆ្ងាញ់ដែរបងខ្ញុំចៀនត្រីដៃងៀតបងមកកតុយទៅញ៉ាំបានពី2នាក់ទាំងយើងញ៉ាំត្រីបន្តិចស្លតិចលាយគ្នាទៅវាមានជាតិឆ្ងាញ់ចាឥឡូវស្លយើងពុះហើយខ្ញុំមើលឃើញថាសាច់ជើងជ្រូកនឹងវាផុយខ្ញុំក៏បានចាក់នេះចូលខ្ញុំបានចាក់ទៅយងចេកចូលបងយងចេកនេះវាដាក់មួយទាំងមួយវាច្រើនតិចបងបើសិនជាបងប្អូនញ៉ាំសមាជិករៀងច្រើនក៏វាគ្រាន់ដែរដូចខ្ញុំអីខ្ញុំញ៉ាំតាគ្នា3 4នាក់អីតែប៉ុណ្្នឹងញ៉ាំអត់ចង់អស់បងអើយសល់ដល់ស្អែកទៀតប៉ុន្តែមិនសល់អត់ឆ្ងាញ់ទេបងសល់ឆ្ងាញ់មែនតើចាដល់វគ្គទៅយងចេកយើងរៀងឆ្អិនហើយភ្លក់មើលទៅបើរសជាតិហ្មងទទួលយកបានដែរបងប្អូនចុងក្រោយគេគឺយើងដាក់ជីម្ទេសឬក៏ដាក់ជីពីលើអញ្ចឹងហើយណាបងជីហ្នឹងមានជីបានសុយជីណែហើយនឹងស្លឹកខ្ទឹមបងប្អូនតែប៉ុណ្្នឹងហើយនឹងជីស្ងោរជ្រូកមួយដែរបងប្អូនដើម្បីវាឈ្ងុយតែប៉ុណ្្នឹងមកយើងដួសដាក់ចានច្បាច់ក្រូចឆ្មាគឺញ៉ាំបានដែរបងហើយក្រូចឆ្មាបងប្អូនដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងដែរទៅចាបងប្អូនមានតែប៉ុណ្្នឹងឯវីដេអូសម្រាប់ថ្ងៃនេះអរគុណបងប្អូនច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់បងប្អូនកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់នាងខ្ញុំមួយផងណាបងប្អូនចូលចិត្តសម្រាប់ការចែករំលែករបស់បងប្អូនចាបាយបាយជំរាបលាបងប្អូនទាំងអស់គ្នាសូមឲ្យទទួលទានមានបានគ្រប់ក្រុមគ្រួសារជួបគ្នាវីដេអូក្រោយបង